Ok, sau đây nàoនេះចឹងខ្ញុំនឹងចែកម្លែកពីកន្លឹះមួយនៅក្នុងកម្មវិធី Telegram នៅពេលដែលយើងធ្វើការ reaction ទៅលើ voice ឬក៏រូបភាពណាមួយដែលយើងជ្រើសរើសនៅ emoji មួយដើម្បីយើងមានន័យថា response លក្ខណៈលឿនអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាអូខេជាធម្មតានៅពេលដែលយើងបើក Telegram របស់យើងមកគឺនៅពេលដែលយើងនៅពេលដែលយើងចង់ reaction អ្វីមួយគឺយើងត្រូវចុចពីរដងអញ្ចឹងមានន័យថានេះគឺយើងកំណត់ឲ្យចេញសញ្ញាស្ពះអញ្ចឹងសម្រាប់ទូរស័ព្ទធម្មតានៅពេលដែលយើង reaction ទៅលើ voice មួយណាគឺយើងចុចទៅវាចេញសញ្ញាហុកបេះដូងបែបនេះអញ្ចឹងយើងនឹងធ្វើការកំណត់ដើម្បីយើងដាក់ emoji មួយណាដែលយើងចង់ដាក់ហ្នឹងអញ្ចឹងទីមួយបងប្អូនទៅចូល tray 3នេះមកចូលឡើង profile របស់យើងហើយបន្តមកទៀតអ្នកទាំងអស់គ្នាចូលមកកន្លែង chat កន្លែង chat ចាំតិចអូខេកន្លែង chat បន្ទាប់ពីកន្លែង chat អ្នកទាំងអស់គ្នាអូសចុះមកក្រោមមកកន្លែងនេះគេដាក់ពាក្យថា sticker and emoji ចឹងជិះលើ sticker and emoji មកកន្លែងនេះគេដាក់ថា quick reaction ចឹងកន្លែង quick reaction នេះគឺយើងអាចធ្វើការដាក់បានដូចជាភ្លើងដូចជាមេដៃចុះខមមេដៃឡើងលើឬក៏អីចឹងទៅអញ្ចឹងអ្វីដែលយើងដែលខ្ញុំអាសាប្រើនៅពេលដែល reaction ហ្នឹងគឺខ្ញុំដាក់ស្ពះនេះអូខេអញ្ចឹងបន្ទាប់ពីយើងដាក់ quick reaction ទៅហូបស្ពះហ្នឹងហើយអញ្ចឹងនៅពេលដែលយើងចូលមកកាន់ Telegram វិញមកគឺគ្រាន់តែយើងចុច double click លើ voice ហ្នឹងអញ្ចឹងឃើញថាយើងនឹង react ទៅលើ voice ហ្នឹងដោយរូបស្ពះអញ្ចឹងវាធ្វើឲ្យយើងងាយស្រួលនៅពេលយើង reaction អ្វីមួយលឿនៗអរគុណច្រើនបាទការទស្សនាវីដេអូមួយនេះ